នាយករដ្ឋមន្ត្រីថៃលោកស្រីភេទថងថាណូចបានរួចខ្លួនពីញត្តិចាប់ថ្នាក់សភាថៃបានបោះឆ្នោតនៅថ្ងៃពុធទី26មីនា2025ច្រានចោលក្នុងសម្លេងដ៏ច្រើនលើលោកយោធចាប់ថ្នាក់ប្រឆាំងនឹងលោកស្រីនាយករដ្ឋមន្ត្រីថៃភេទថងថាណូស្នើឡើងដោយបកប្រឆាំងញត្តិចោលប្រកាន់បានបន្ទោសលោកស្រីប្រមុខរដ្ឋាភិបាលថៃថាជាអាយ៉ងរបស់ឪពុកនិងគ្មានបទពិសោធន៍ដឹកនាំប្រទេសក្នុងរយៈពេល2ថ្ងៃនៃការដោះស៊ូមតិនៅក្នុងសភាលោកស្រីនាយករដ្ឋមន្ត្រីវ័យ38ឆ្នាំភេទថងថានៅសេនាវត្តបានរងការវាយប្រហារយ៉ាងខ្លាំងតាំងពីសំណុំរឿងកិច្ចពន្ធដោយពិធីការដឹកនាំប្រទេសនៅក្នុងញត្តិចាប់ថ្នាក់សម្ដកទំនុកចិត្តពីប្រមុខរដ្ឋាភិបាលបកប្រឆាំងបានបន្ទោសអំពីវិធីគ្រប់គ្រងប្រទេសនិងកង្វះបទពិសោធន៍របស់លោកស្រីនាយករដ្ឋមន្ត្រីព្រមទាំងបានចោទលោកស្រីភេទថងថាបានដឹកនាំប្រទេសក្រោមខ្សែញាក់របស់លោកថាក់ស៊ីនសេនាវត្តជាឪពុកក៏ប៉ុន្តែជាសំណាងល្អនៅក្នុងពេលបោះឆ្នោតសម្រេចនាថ្ងៃពុធទី26មីនានេះសភាថៃបានច្រានចោលញត្តិចោទប្រកាន់និងបន្តផ្ដោតទំនុកចិត្តលើលោកស្រីភេទថងថាណូក្នុងសម្លេងគាំទ្រដល់ទៅ319សម្លេងទល់នឹងសម្លេងប្រឆាំង162សម្លេងនិង7សម្លេងអនុបវាទគ្រប់សម្លេងប្រឆាំងក្តីគាំទ្រក្តីគឺសុទ្ធតែជាកម្លាំងចលរុញឃ្លុំនិងរដ្ឋាភិបាលឲ្យបន្តប្រឹងធ្វើការខ្លាំងបន្ថែមទៀតដើម្បីបម្រើពលរដ្ឋនេះជាប្រសាសន៍របស់លោកស្រីភេទថងថានៅតាមបណ្ដាញសង្គមក្រោយពីសភាបានច្រានចោលញត្តិប្រឆាំងនឹងលោកស្រីសូមរំលឹកថាជានាយករដ្ឋមន្ត្រីថៃដ៏ក្មេងជាងគេបំផុតលោកស្រីភេទថងថាបានចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលចម្រុះកាលពីខែសីហាចំណែកលោកថាក់ស៊ីនសេនាបត្តជាឪពុកដែលធ្លាក់ពីអំណាចនៅឆ្នាំ2006ដោយរដ្ឋប្រហារធ្លាប់បានប្រកាសមិនលូកលាន់ក្នុងនយោបាយទៀតទេប៉ុន្តែលោកនៅតែសកម្មខ្លាំងជាពិសេសដើម្បីការពារបកភ្លើតថៃរបស់លោកជាមហាសេដ្ឋីមានទ្រព្យដល់ទៅ$2,100 លាននិងបាននិរទេសខ្លួនចេញពីប្រទេសកាលពីឆ្នាំ2008ដើម្បីគេចពីការកាត់ទោសក្នុងបទពុករលួយប្រព្រឹត្តក្នុងអំឡុងពេលកាន់អំណាចពីឆ្នាំ2001ព្រេ2006អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនដែលនៅតែមានប្រជាប្រិយភាពខ្លាំងក្នុងលំវងប្រជាពលរដ្ឋជនបរថៃទើបអាចត្រឡប់ចូលមាតុប្រទេសវិញកាលពីខែសីហា2023ពេលមកដល់ទឹកដីកំណើតភ្លាមលោកថាក់ស៊ីនក៏ទទួលបានការអនុគ្រោះទោសពីព្រះមហាក្សត្រនិងអាចបញ្ចប់ទោសនៅក្រៅឃុំក្រោមហេតុផលអាយុច្រើននិងមានសុខភាពមិនល្អត្រឹមថ្ងៃទី31សីហា2024ពលគឺនៅពេលកូនស្រីបានថ្លែងជានាយករដ្ឋមន្ត្រីថៃតែប៉ុន្មានថ្ងៃហេតុដូច្នេះហើយបានជាបកប្រឆាំងយល់ថាមានការព្រមព្រៀងស្និទ្ធស្នាលសម្រួលឲ្យឪពុកនិងអ្នកទោសផ្សេងទៀតបានរួចខ្លួននេះបើតាមពាក្យចោទរបស់សមាជិកបកប្រជាជនជាបកប្រឆាំងនៅក្នុងការតស៊ូមតិនៅសភាប៉ុន្តែលោកស្រីភេទថងថាបានច្រានចោលរាល់គ្រប់ពាក្យចាប់ប្រកាន់ទាំងអស់នោះដោយគូបញ្ជាក់ថាលោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីថៃប្រមាណខែមិននឹងព្រះមហាក្សត្រលើកលែងទោសឲ្យឪពុកលោកថាក់ស៊ីនអានដោយសម្លេងសព្វនិមិត្តសារិកា AI